ok សម្រាប់បងដែលកំពុងរងចាំនៅម៉ាស៊ីនដេ EA1 មិនដែល initial ឥឡូវនេះចាប់បានចូលស្តុកហើយនេះចាប់បានចូលស្តុកវិញហើយសំឡេងគឺអែមែនតើហើយថ្នេរក៏ស្អាតដែរនេះថ្នេរបានទាំងក្រាស់ទាំងស្ដើងអីគឺអែមែនតើឡើងទូអីគឺមកឆ្ងាញ់តែម្ដងតោះឥឡូវយើងមកសាកជាមួយសាច់យឺតទាំងអស់គ្នាដែលបានយកសាច់កណាំថាយឺតថាជាប្រភេទសាច់ស្បៃឬក៏កូនសាច់ជ្រូកអីគឺដេកបានអែមែនតើនេះថ្នេរវាគឺអត់មានលូនបោះលូតអីទេនេះអែមែនតើមកថាសាច់ស្ដើងនេះខ្ញុំបាត់ពីជាន់សាច់ហូលតមកនេះវាឡើងលើទូលគឺខ្ញុំបាត់ក្រាស់មែនតើឡើងទូលនេះយើងបាត់ឡើងទូលគឺមានកម្រាស់ក្រាស់រូបរាងថ្មីហ្មងអែមនេះឡើងលើលឿនវានេះថយលឿនយើងចុចខាងក្រោមនេះមកមួយមកថយលឿនចុច S ដល់មក sell ហើយសញ្ញាមួយនេះសម្រាប់កំណត់បញ្ចូលលើក្រោមអីបើឃើញអត់នេះពេលយើងចុចមួយមកវាលោតមកសញ្ញានៅខាងលើនេះមានន័យថាយើងដេទៅគឺជប់ចូលនៅលើហើយយើងចុចសញ្ញានឹងមួយទៀតមកនេះពេលសញ្ញាចូលនៃវាចុះមកខាងក្រោមនេះមានន័យថាពេលយើងដេទៅជប់គឺបញ្ចូលវានៅខាងក្រោមហើយហើយឡើយនេះយើងចុចវាមកដើម្បីស្រីញឹករបស់វានេះនេះឡាយសើវាហើយឡើយនេះដែរយើងចុចទៅវាដើរមួយកងតាក់ភ្លើងបងត្រូវកាយអាចតាក់ទងតាម YouTube នេះបាននៅ YouTube នេះបានខ្ញុំដល់លេខនៅលើ channel នេះតតែម្ដងលេខទូរស័ព្ទ